សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីឆុងទឹកទុរេនចំណុះ3លីត្រសម្រាប់ធ្វើច្រកដាក់ដបដល់ខែទុរេនហើយបងប្អូនបន្តែដោយសារទុរេនថ្លៃពេកមែនទេអស់បារម្ភហើយអាចញ៉ាំទឹកទុរេនជំនួសបានដូច្នេះគ្រឿងផ្សំរបស់យើងមានដូចជាម្សៅទុរេនម៉ាក់ CL ជាមួយនឹងម្សៅទឹកដោះគោប្រើប្រែណាក៏បានដែរតែដោយសារនាងខ្ញុំសល់ម៉ាក់នេះស្រាប់អញ្ចឹងហើយប្រើម៉ាក់នេះសរសេរនឹងហ្មងទៅឥឡូវនេះយើងក៏យកឆ្នាំងមករួចហើយយើងដាំទឹកចំនួន3លីត្រឲ្យពុះខណៈពេលដែលយើងរងចាំទឹកពុះយើងក៏មកថ្លឹងគ្រឿងក្រូវរបស់យើងដោយយើងយកជីងមកយើងដាក់ចានរួចហើយចុចដកទម្ងន់ចាននោះចេញបន្ទាប់មកទៀតយើងក៏ប្រើជាមួយនឹងម្សៅទុរេន brand CL នេះគឺយើងថ្លឹងចំនួន250ក្រាម250ក្រាមគឺវាស្មើនឹង2ខាំកន្លះបងប្អូនបន្ទាប់ពីយើងថ្លឹងម្សៅទុរេនរួចហើយឥឡូវនេះយើងក៏មកថ្លឹងជាមួយនឹងម្សៅទឹកដោះគោម្ដងដោយយើងប្រើជាមួយនឹងម្សៅទឹកដោះគោហ្នឹងទម្ងន់200ក្រាមយើងថ្លឹងដល់លេខ200ក្រាមអញ្ចឹងមកឥឡូវនេះគ្រឿងក្រូវរបស់យើងក៏បានថ្លឹងរួចហើយមានម្សៅទឹកដោះគោនិងម្សៅទុរេនចូលដល់ប្រភេទទឹកដោះគោម្ដងដែលយើងប្រើជាមួយនឹងទឹកដោះគោស្រស់กระดาษម៉ាក់ស្ទាំងចំនួន250មីលីលីត្របន្តមកទៀតយើងក៏ប្រើជាមួយនឹងទឹកដោះគោរាវ Carnation ចំនួន150មីលីលីត្រទៀតពោះទឹកដោះគោរាវ Carnation ចង់ប្រើกระดาษចឹងក៏បានអាកំប៉ុងក៏បានដូចតែគ្នាទេបងប្អូនចំពោះទឹកដោះគោស្រស់ហើយយើងបើកហើយយើងត្រូវក្លាសេបើមិនចឹងទេវានឹងខូចចាបងប្អូនអញ្ចឹងទឹកដោះគោស្រស់របស់យើងសម្រាប់ចូលគ្នាគឺវាស្មើនឹង400មីលីលីត្រឥឡូវនេះចូលដល់ទឹកដោះគោខាប់ម្ដងដោយយើងប្រើជាមួយនឹងទឹកដោះគោខាប់ចំនួន300មីលីលីត្រចំពោះទឹកដោះគោខាប់អត់កំណត់ទេអាចបន្ថែមបន្ថយបានតាមចំណូលចិត្តដោយសារមនុស្សញ៉ាំផ្អែមខុសៗគ្នាឥឡូវនេះទឹក3លីត្ររបស់យើងក៏បានពុះហើយយើងក៏ចាប់ផ្ដើមចាក់គ្រឿងក្រូវរបស់យើងចូលចាក់ម្សៅទុរេនចាក់ម្សៅទឹកដោះគោចូលហើយយើងកូរចូលគ្នាឲ្យរលាយល្អបន្ទាប់មកទៀតយើងក៏ចាក់ជាមួយនឹងទឹកដោះគោខាប់ចូលចំពោះទឹកទុរេនគឺពណ៌វារៀងលឿងបងប្អូនតែដោយសារតែអាសខាងលើនេះជាពពុះរបស់វាពេលយើងកូរអញ្ចឹងទឹកវាលឿងទេបន្ទាប់មកទៀតយើងក៏ចាក់ជាមួយទឹកដោះគោស្រស់របស់យើងចូលហើយកូរវាឲ្យរលាយចូលគ្នាសព្វល្អរលាយចូលគ្នាល្អហើយយើងក៏ទុកវាឲ្យត្រជាក់សិនមុននឹងយកវាមកច្រកដាក់ដបឥឡូវនេះមុននឹងយើងច្រកដាក់ដបយើងក៏មកកាត់ចំហួយរបស់យើងសិនដែលយើងអាចប្រើជាប្រភេទចំហួយត្នោតចំហួយដូងឬក៏ប្រភេទគុជឆ្អិនស្រាប់ចេះបានណាបងប្អូននេះគឺជាប្រភេទគុជឆ្អិនស្រាប់1ថង់1គីឡូរសជាតិខារ៉ាមែលអ្នកខ្លះគាត់ហៅថារសជាតិទឹកឃ្មុំបងប្អូនហើយយើងក៏ចាប់ផ្ដើមច្រកគុជរបស់យើងនឹងចូលទៅក្នុងដបតូចហ្នឹងម្ដងមួយអញ្ចឹងមកចាំមើលថាទឹកចំណុះ3លីត្រហ្នឹងយើងច្រកបានប៉ុន្មានដបឥឡូវនេះយើងក៏ចាប់ផ្ដើមច្រកទឹកទុរេនចូលដល់ដោយសារទឹករបស់យើងវាត្រជាក់ដែរហើយយើងក៏ចាក់ផ្ទៃវាចូលទៅក្នុងកែវដែលមានមាត់ចឹងមកគឺងាយស្រួលចាក់ចូលដបតូចអញ្ចឹងទឹកទុរេនចំណុះ3លីត្ររបស់យើងចាំមើលថាបានប៉ុន្មានដបហើយដបនេះគឺជាដបចំណុះ220មីលីលីត្របងប្អូនដូច្នេះចំពោះគ្រឿងផ្សំទឹកទុរេននេះដែរ3លីត្រហ្នឹងយើងចំណាយម្សៅទុរេនជាមួយនឹងម្សៅទឹកដោះគោអស់6000រៀលហើយនៅទឹកដោះគោស្រស់នឹងអស់4000ទៀតអស់10000ហើយនៅទឹកដោះគោខាប់ទៀតអញ្ចឹងវាអាចអស់10000ជាងហើយនៅថ្លៃដបនិងថ្លៃគុជទៀតបងប្អូនដែលដបហ្នឹង1300ជាងហើយនឹងគុជហ្នឹងមកកញ្ចប់ក្នុង5000ជាងដូច្នេះបងប្អូនអាចលេខលោកបូកគ្រឿងផ្សំទៅថាគួរលក់មួយដបប៉ុន្មានអញ្ចឹងណាដូច្នេះទឹកទុរេនចំណុះ3លីត្ររបស់យើងច្រកបាន19ដបចំណុះ220មីលីលីត្រណាបងប្អូនទឹកទុរេនរបស់យើងនេះគឺយើងអាចរក្សាទុកបានរយៈពេល1អាទិត្យតែយើងត្រូវក្លាសេក្នុងទូទឹកកកឬក៏យើងក្លាសេកប់ទឹកកកជាប់រហូតអត់ឲ្យដាច់ទឹកកកអីបងប្អូនហើយរសជាតិរបស់វាគឺថែមផ្អែមល្មមឆ្ងាញ់ចំពោះទឹកទុរេននេះគឺយើងធ្វើឲ្យក្លាសេបានមួយយប់ឬក៏12ម៉ោងចាំយើងយកមកញ៉ាំឬក៏យកមកលក់គឺវាចូលជាតិឆ្ងាញ់ជាជាងយើងញ៉ាំភ្លាមដូច្នេះសិនបងប្អូនមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេឬក៏គ្រឿងផ្សំតែគុជបងប្អូនអាចតាក់ទងបានខាង page ដែលនាងខ្ញុំបានដាក់នេះសូមអ្នកទាំងអស់គ្នាចុច like page ឬក៏ជួយ subscribe channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នា